កុំឲ្យថាយើងចេះដឹងរឿងគ្រួសារគេប៉ុន្តែគ្រួសារមួយហ្នឹងក៏គាត់ជួយចិត្តបង្ហាញនៅក្នុង social media អញ្ចឹងយើងឃើញក៏យើងមានសិទ្ធិក្នុងមតិក្នុងការចេញដែរព្រោះគាត់តែងតែនិយាយបងប្អូនអ៊ំពូមីងជួយគិតមើលបងប្អូនអ៊ំពូមីងជួយគិតមើលអូខេឥឡូវខ្ញុំនិយាយជាឪពុកម្ដាយយើងត្រូវចែកឲ្យដាច់ណារវាងស្រឡាញ់កូនឬក៏ស្រឡាញ់ទ្រព្យរបស់កូនចែកឲ្យដាច់ណាគុំកាន់ជើងដែលកាន់ជើងខាងប្រពន្ធឬក៏ខាងប្តីទាំងងងប់ងល់តែយើងពិចារណាទៅឪពុកម្ដាយយើងត្រូវដឹងថាកូនរស់នៅខាងណាបើយើងស្រឡាញ់កូនណាក៏អត់សំខាន់ដែរអ្វីដែលសំខាន់តើនៅខាងណាមានអនាគតជាងណាមានអនាគតជាងយើងចែកទៅបើសិនជាយើងស្រឡាញ់កូនមែនមិនមែនតើតែយកកូនមកអោបនឹងធូងបានហៅថាស្រឡាញ់កូនមែនទេយើងមើលទៅបើតែនៅខាងឪពុកតើឪពុកនឹងអាចមានលទ្ធភាពផ្ដល់ឲ្យកូនរៀនបានសាលាល្អផ្ដល់ឲ្យកូនមានអនាគតវែងឆ្ងាយទេឬក៏មកនៅខាងម្ដាយគឺម្ដាយជាអ្នកផ្ដល់ឲ្យកូនដែលមានអនាគតល្អឬក៏អនាគតវែងឆ្ងាយទេយើងចែកមើលប៉ុណ្ណឹងណាមិនមែននេះពីរអ្នកនេះចំនួនពិតប្រកបគឺចំនួនទ្រព្យសម្បត្តិតែយកកូនដាក់មុខហើយសួរថាអ្នកណាជាអ្នកធ្វើបាបកូនពិតប្រកបមិនមែនជាម្ដាយឬក៏មិនមែនជាឪពុកមួយណាយើងគិតមើលពីរអ្នកហ្នឹងមួយណាដែលស្រឡាញ់ទ្រព្យសម្បត្តិកូនពួកខ្ញុំធ្លាប់បានមើល live បងអូនស្រីគាត់និយាយថាគេខមមិនសួរថាចុះមិនក៏មិនឲ្យកូនទៅខាងប្តីទៅព្រោះឃើញខាងប្តីគេស្រឡាញ់កូនដែរគាត់ឆ្លើយថាបើឲ្យទៅគាត់ទៅនៅណាព្រោះផ្ទះនេះមុននឹងប្តីគាត់ចាក់ចេញទៅនេះវគ្គមុននេះគឺកាត់ឈ្មោះនឹងឲ្យទៅកូនណាអញ្ចឹងបើកូននឹងទៅនៅខាងឪពុកនឹងវិញទាំងអស់គឺទ្រព្យសម្បត្តិនឹងគឺបែកទៅរកម្ចាស់គេវិញអញ្ចឹងគឺម្ដាយនេះគាត់ធ្វើគ្រប់យ៉ាងនេះគឺដើម្បីទ្រព្យសម្បត្តិហើយសួរថាបើសិនជាករណីកូនប្តីហ្នឹងណាអតីតប្តីរបស់គាត់ហ្នឹងឲ្យកូនមកឲ្យវិញទាំងអស់តែគាត់បញ្ចប់ទេ no គាត់អត់បញ្ចប់ទេព្រោះដោយសារអីគាត់ត្រូវតែទៀមទាសិទ្ធទៀមទាលុយកាក់ដើម្បីមកចិញ្ចឹមកូនណាមកចិញ្ចឹមកូនអាហារកិច្ចនិយាយមួយម៉ាត់ចំថាគាត់ត្រូវតែទៀមទាអាហារកិច្ចពីឪពុកហ្នឹងមកចិញ្ចឹមកូនទៀតព្រោះឪពុកហ្នឹងគាត់ធ្លាប់ឡាយនិយាយដែរគាត់ថាឲ្យលុយបងថ្លៃសាលាកូនរៀនសាលាល្អទីចុងចប់យកកូនទៅរៀនសាលាអន់ណាអញ្ចឹងអ្នកដែលផ្ដោតសម្ពាធឲ្យកូនពិតប្រកបគឺជាម្ដាយមិនមែនឪពុកទេគឺជាម្ដាយបើសិនជាម្ដាយនេះគាត់ស្រឡាញ់កូនមែនណាវីដេអូមើលថែកូនកន្លងមកបើគាត់មានមើលថែកូនដូចអ្វីដែលគាត់និយាយគាត់ស្រឡាញ់កូននេះគាត់ច្បាស់ជាបច្ចេកហើយព្រោះមនុស្សគាត់ចង់ឈ្នះអញ្ចឹងគាត់ច្បាស់ជាបច្ចេកហើយមិនមែនមានវីដេអូមើលថែកូនដូចនៅខាងប្រុសទេខាងប្រុសគេផ្ដល់ឲ្យយើងគ្រប់យ៉ាងមុននឹងដើរចេញគឺគេសុំឲ្យបញ្ចប់រឿងប៉ុន្តែខាងស្រីអត់បញ្ចប់រឿងបានបញ្ចេញវីដេអូមកធ្វើឲ្យខាងប្តីអតីតប្តីហ្នឹងធ្លាក់ដល់ងារធ្លាក់ដល់អីទៀតប៉ុន្តែមកពីវីដេអូហ្នឹងបន្តមកពីអីយកកូនដាក់មុខនេះស្អីលុយខ្ញុំមើលសាច់រឿងហ្នឹងមិនមែនស្រឡាញ់កូនទេគឺលុយតែម្ដងបើសិនជាឪពុកអតីតប្តីនេះផ្ដល់លុយឲ្យនៅតាមការកំណត់រឿងអត់ដល់ថ្នាក់ហ្នឹងទេហើយសួរថាផ្ដល់ឲ្យចេះគ្រប់ទេអត់គ្រប់ទេព្រោះទៀមទាកូនទៅគឺអាហារកិច្ចប្រចាំឆ្នាំប្រចាំខែទៀតណាអាហារកិច្ចប្រចាំឆ្នាំប្រចាំខែហើយត្រូវបានទ្រព្យសម្បត្តិដែលផ្ទះសបែងដែលឪពុកនឹងកាត់ឲ្យកូននេះព្រោះគាត់ធ្លាប់និយាយតាគាត់ថាបើសិនគាត់បកលកូននឹងឲ្យទៅខាងឪរបស់វាតើគាត់រស់នៅណាព្រោះផ្ទះហ្នឹងគេចេញទៅគេដាក់ឈ្មោះកូននឹងមានដាក់ឈ្មោះគាត់ហ្នឹងរឿងវិឡាហ្នឹងតែពិតចំនួននេះពិតប្រកបគឺចំនួនវិឡាចំនួនទ្រព្យសម្បត្តិមិនមែនចំនួនកូនព្រោះខាងប្រុសខ្ញុំអត់កាន់ជើងខាងប្រុសទេតែខ្ញុំមើលឃើញបើសិនជាចិត្តខ្ញុំណាឪពុកស្រឡាញ់កូនកម្រិតនេះខ្ញុំប្រកល់ឲ្យហើយសន្តិវិធីប្រកល់ឲ្យទៅប៉ុន្តែដោយសារបើសិនជាកូនគេទៅនៅជាមួយឪគេវិញដោយសារទ្រព្យសម្បត្តិហ្នឹងគឺត្រូវបេកទៅរកគេវិញអញ្ចឹងបានអត់ព្រមបើបានកូនមកបានទាំងផ្ទះសបាយបានទាំងទ្រព្យសម្បត្តិឲ្យគេកាត់ឲ្យហើយត្រូវបានអាហារកិច្ចប្រចាំខែប្រចាំឆ្នាំទៀតណាប្រចាំខែប្រចាំឆ្នាំទៀតអញ្ចឹងហើយមិនព្រមឥឡូវយើងគិតមើលថាចំនួនពីរអ្នកហ្នឹងអ្នកណាអ្នកខ្សែលើពិតប្រកបអ្នកណាអ្នកខ្សែលើចំនួនក្រោយខ្នងគឺចំនួនទ្រព្យសម្បត្តិទេអត់មានរឿងកូនទេតែយកកូនមកដាក់មុខបិទបាំងទេណាហើយយើងជាឪពុកម្ដាយនេះបើស្រឡាញ់កូនពិតប្រកបយើងអត់មានខ្វល់ថាតើតែកូននឹងមកនៅខាងយើងទេខ្ញុំធ្លាប់និយាយតាំងពីមុនមកដែលប្អូនស្រីម្នាក់ដែលគាត់ឆ្លោះគ្នាឲ្យប្តីនឹងទៀមទាកូនដែរហើយដល់ពេលក្រោយមកអត់ព្រមទេអោបកូនយកមកនៅមួយខ្លួនឯងហើយមកថតធ្វើគ្មានលុយទិញកដាស់គោទិញអីហើយទៅចង់បានលុយពីគេយើងធ្វើអញ្ចឹងទៅកូននៅមួយអ្នកណាក៏អត់សំខាន់ដែរសំខាន់កូននៅជាមួយមនុស្ស
ở bốc rồi còn mà đai na để ai phát đó là nà cột bên chai cô đừng phát đó là là ở cô ruột nơi là cho muối đừng côn nè mà đúng là cái phát đó bài năng ở tất chất ở bốc mà đai để sờ lánh côn bật bật cứ cái phát đó bài năng mình từ hay chạy cái này đùi bọc vậy thế mình thấy hay tha sờ lánh côn sờ lánh thoáng na sờ lánh côn thoáng na lỡ nhung xuống sờ lánh thoáng na bà cô nó khăm miên thuộc sầm bắt nè bà ban cô nâng hai mình ban thuộc sầm bắt sao nè sờ lánh đấy vô đấy sao chị ót đây sao chị ót đây à bốc cái thọm vậy ta con sấy kia áo thế phụ đây sai dương thử vô vào đây tiết dương thử vô vào đây tiết như kia mình chụp thả bốc trong lăng bẹp mạch bẹp đấy dương khơi xẹp với bốc trong lỗ côn vay thử ba côn mạch lại hay bây dương sờ lạnh men mày coi dương mình bắt đầu côn nó ao tao lúa nó miên sạc đây sao ao nơi ngọc ngắt tới dương sờ lạnh thọp chiên côn ban dương bắt đầu sầm biết ao bẹp này nèខ្ញុំក៏ស្រឡាញ់កូនខ្ញុំដែរប៉ុន្តែឪពុកវានឹងវាអត់យកបើសិនជាឪពុកថាអូអត់ដាច់ខាតត្រូវតែចែកកូនក៏ខ្ញុំឲ្យដូចគ្នាហើយខ្ញុំត្រូវតែមើលដូចគ្នាថាតើបើកូនខ្ញុំឲ្យទៅតើកូនខ្ញុំមានលទ្ធភាពក្នុងការរៀនសាលាល្អអនាគតវែងឆ្ងាយតទៅមុខអត់ទេយើងត្រូវគិតបែបហ្នឹងឪពុកម្ដាយដែលស្រឡាញ់កូនគឺត្រូវគិតបែបហ្នឹងមិនមែនឃើញកូនមានទ្រព្យឲ្យទៅហៃស៊ីទ្រព្យកូនហ្នឹងទេមិនមែនបែបហ្នឹងទេហើយមកស្រែកថាស្រឡាញ់កូនមកស្លាប់មកអីអញ្ចឹងអាហ្នឹងគេហៅស្រឡាញ់ហ្នឹងទាំងខាងស្រីខាងប្រុសខ្ញុំសួរស្រឡាញ់ហ្នឹងហ៎ស្រឡាញ់គេអញ្ចឹងហើយចេះស្រឡាញ់តែពួកពីរអ្នកប្តីប្រពន្ធហ្នឹងទេអត់ប្តីប្រពន្ធហ្នឹងទេអ្នកផ្សេងគេអត់ចេះស្រឡាញ់កូនទេហ៎ចង់ស៊ីកម្លាំងកូនចង់ស៊ីទ្របអស់កូនសោះហួយទៅសំដែងនេះធ្វើដល់ទៅថ្នាក់ហ្នឹងលោកអើយលោកបញ្ចប់បានបញ្ចប់ទៅដកឃ្លាបានក៏ដកឃ្លាទៅទុកឲ្យក្មេងវាស្រឡះខួរក្បាលបន្តិចផងណាទុកឲ្យក្មេងវាស្រឡះខួរក្បាលបន្តិចផងផ្លុំចេះផ្លុំចុះលទ្ធផលចុងក្រោយនឹងទទួលបានជាទីគប់ចិត្តដោយសារអីអាយើងផ្លុំក្មេងផ្លុំឲ្យក្មេងចេះស្អប់ឪពុកឬក៏ស្អប់ម្ដាយប្រកបប្រកាប់ប្រកបអីនេះនឹងហើយជាលទ្ធផលដែលយើងស្ដាយក្រោយថ្ងៃក្រោយដល់ក្មេងនឹងខ្លាចជាមនុស្សដែលចេះកុហកចេះចង់ធ្វើអ្វីមួយដែលគេចង់ធ្វើយើងមិនយើងហាមគឺក្មេងនឹងគឺចេះកុហកពោះយើងកំពុងតែបរៀនកូនឲ្យចេះនិយាយកុហកឲ្យចេះប្រើល្បិចបោកប្រាស់នឹងទាំងអស់ណាហើយខ្ញុំដល់ពេលឃើញមនុស្សដល់ថ្នាក់នឹងពេកអូយហើយកុំថាចេះដឹងរឿងគ្រួសារគេព្រោះគ្រួសារនេះគឺតែងតែអ៊ំពូមីងបងប្អូនជួយគិតផងអ៊ំពូមីងបងប្អូនគឺជួយគិតផងណាអាហ្នឹងគ្រាន់ជាយោបល់ជាមតិទេបើយើងជាឪពុកម្ដាយស្រឡាញ់កូនពិតប្រាកដណាតែនៅខាងណាក៏អត់សំខាន់ដែរតែនៅខាងណាក៏អត់សំខាន់ដែរយូរណាត់ជួបម្ដងទៅអូខេយូរទៅក្មេងគង់តែដឹងទេតែនេះអត់ទេដណ្ដើមលុយចំលោះដណ្ដើមលុយហ្មង